នេះក៏ខ្ញុំ review បើសប្បាយអញ្ចឹងណាថ្ងៃនេះខ្ញុំចង់មកសម្រាប់រឿង They Will Kill You ជាប្រភេទរឿង horror ផង thriller ផងបើសម្រាប់រឿងនេះវាមានអារម្មណ៍ថាប្លែកបើសម្រាប់ខ្ញុំមើលទៅខ្ញុំ surprise ដែរដំបូងខ្ញុំគិតថាតួម្នាក់ស្រីហ្នឹងគាត់ទៅធ្វើជាគេហៅថាអ្នកបំហើឬមួយក៏អ្នកសម្អាតនៅក្នុងហូតែលមួយអញ្ចឹងណាមានគោលបំណងទៅជួយប្អូនស្រីគាត់ចង់ឲ្យប្អូនគាត់អភ័យទោសឲ្យគាត់ពីរឿងកន្លងមកអញ្ចឹងតែគាត់ទៅចោលប្អូនគាត់បានមើលថែអញ្ចឹងទៅក៏ចូលទៅជួបដើម្បីជួយប៉ុន្តែនឹកស្មានដល់គឺក្រុមនៅក្នុងហូតែលហ្នឹងគឺគេហៅថាលក្ខណៈបើនិយាយទៅភ្លាវហ្មងបើនិយាយជាភាសាអង់គ្លេសគេហៅថា they are crazy ហ្មងឈួតយកហ្មងនិយាយទៅបើនិយាយspoiler ទៅប្រាប់ទៅថាពួកហ្នឹងវាធ្វើមិនក៏ងាប់ដែរហ្នឹងហើយដូចគេហៅថាជីវិតអមតៈជីវិតអមតៈចឹងធ្វើមិនក៏ងាប់ដែរតែវាស្ដាយមកគាត់ថាវាក៏ប្លែកហើយម្នាក់ស្រីហ្នឹងអញ្ចឹងតែម្នាក់ស្រីហ្នឹងមនុស្សធម្មតាប៉ុន្តែវាវាយជាមួយនឹងពួកហ្នឹងជឿថាគេមានក្បាច់គេអីណាញ៉ៃច្រើនហើយនៅក្នុងទូកៅពួនឬសូចូលឡើងពងកាន់កបិតហើយនោះគាត់បាក់ខ្វាក់ឆ្វាច់ដាច់កបាត់ហើយសាច់ឈាមអីចឹងទៅហើយមកស្ទុះក្រោយមកវាធម្មតាចឹងមិនថារឿងនេះហើយអ្នកទាំងអស់គ្នាបើមើលគឺវាយតាំងពីដើមរហូតដល់ចប់ហ្មងឡើងយើងមើលថាកងម៉ែមិនចឹងវាក៏ទៅអញ្ចឹងទាំងអស់អញ្ចឹងហើយវា so funny ចង់និយាយថាមនុស្សនៅក្នុងហ្នឹងវា so funny គេដឹងអស់ហើយថាពួកហ្នឹងវាមានជីវិតអមតៈវាងាប់ហើយវារស់ឡើងវិញអញ្ចឹងប៉ុន្តែវាគ្រាន់តែជាលបែងកំសាន្តរបស់ពួកហ្នឹងដែលធ្វើបាបអ្នកដែលចូលមកហូតែលហ្នឹងចង់បំរើហូតែលហ្នឹងអញ្ចឹងណាហើយម្នាក់ស្រីហ្នឹងគេចង់បានវាគេមាន deal ជាមួយព្រះអង្គម្ចាស់គេឬមួយក៏ God របស់គេហ្នឹងហើយគេមាន deal ថាធ្វើមិនចាប់ម្នាក់ស្រីហ្នឹងឲ្យនៅមានជីវិតកុំឲ្យងាប់អញ្ចឹងពួកហ្នឹងព្យាយាមធ្វើមិនអត់អាចសម្លាប់ម្នាក់ស្រីហ្នឹងបានគឺទុកឲ្យម្នាក់ស្រីហ្នឹងរស់ដើម្បីយកទៅថ្វាយព្រះជាម្ចាស់របស់ពួកគេហ្នឹងមួយទៀតតកតងជាមួយនឹងប្អូនស្រីហ្នឹងគឺមានការសន្យាជាមួយយប៉ហ្នឹងថានឹងនៅបម្រើមួយយប៉ហ្នឹងចុងក្រោយចាប់បានម្នាក់ស្រីហ្នឹងក៏យកទៅថ្វាយព្រះជាម្ចាស់គេហើយខ្ញុំហ្នឹងក៏ surprise ដូចគ្នាខ្ញុំក៏ភ្ញាក់ដូចគ្នាហើយมันក៏ចេញក្បាលជ្រូកអញ្ចឹងជាទូទៅខ្មែរយើងសែនក្បាលជ្រូកសែនអីចឹងសែនក្បាលទឹកអីចឹងតែក្នុងនេះគេសែនក្បាលជ្រូកចឹងទៅខ្ញុំគិតថាម្យ៉ាងមកគេដែរអញ្ចឹងអ្នកទាំងអស់គ្នាចាំមើលតទៀតហ្នឹងហើយយប៉ហ្នឹងគាត់ឲ្យក្បាលជ្រូកហ្នឹងហិតឈាមរបស់ម្នាក់ស្រីហ្នឹងដែលសន្យាអញ្ចឹងណាដើម្បីឲ្យវាមានគេហៅថាផ្សាយក្លិនឲ្យបិសាចហ្នឹងចូលខ្លួនជ្រូកហ្នឹងឲ្យវាមានជីវិតមានអីនិយាយពីពួកហ្នឹងអញ្ចឹងទៅហើយជាពិសេសគេមានឈ្មោះនេះឃើញឈ្មោះខ្ញុំស៊ូមឲ្យមើលគឺឈ្មោះលើក្បាលហ្នឹងឯងនៅពេលដែលជ្រូកហ្នឹងចង់បានណាគេហើយម្នាក់ហ្នឹងមកថ្វាយហើយគឺបាត់ឈ្មោះពីលើហ្នឹងហ្មងមានន័យថានៅពេលដែលឆោតឈ្មោះហ្នឹងចេញគឺម្នាក់ហ្នឹងបានស្លាប់ហើយគឺស្លាប់បាត់បង់ជីវិតហ្មងគេមានបិចគេដូចដាមខ្មៅអ៊ីងគេអញ្ចឹងហ្នឹងហើយបន្ទាប់មកបងស្រីហ្នឹងចង់បញ្ជាក់ថាខ្លួនពិតជាស្មោះត្រង់ឲ្យព្រះអង្គម្ចាស់នឹងមែនចឹងទៅក៏ព្រះអង្គម្ចាស់នឹងថាបើចឹងមែនឲ្យប្អូនស្រីនឹងទៅសរសេរឈ្មោះបងស្រីនឹងទៅលើក្បាលរបស់គាត់នឹងទៅបញ្ជាក់ថាអូនស្រីគាត់អាចធ្វើបានចឹងណានៅពេលដែលសេចឹងហើយគ្រាន់គេលុបភ្លៀងចាំមានថាដូចកត់ត្រាចឹងម្នាក់ស្រីនឹងត្រូវស្លាប់របៀបចឹងចឹងនៅបងស្រីនឹងសរសេរហើយក៏សរសេរឈ្មោះខ្លួនឯងទៅក៏ចាក់សម្លាប់ខ្លួនឯងទៅហើយស្លាប់បាត់ទៅហ្នឹងហើយបងស្រីខឹងហើយវាយមួយនេះទៅដើមវាយគ្នាទៅវិញទៅមកអីចឹងទៅវាយចុះវាយឡើងគេយកពាក់ចូលរុកចូលអីចឹងនិយាយទៅដូចនៅក្នុងរឿងវាយក្បាច់គុណរឿងគេមានយុទ្ធសាស្ត្រមានអីមកឆ្ងាញ់ដៃហ្នឹងហើយអានេះខ្ញុំកាត់ត្រួសណាបើអ្នកទាំងអស់គ្នាចង់មើលសប្បាយវើនិយាយទៅរឿងនេះគ្រាន់តែហត់តិចវាយគ្នារហូតចឹងប៉ុន្តែសប្បាយសូចឹងពីឈុតមួយទៅឈុតមួយ impressive ចឹងនិយាយថាវាសូនេះហ្មងយើងនៅស្មារតីដល់ចុងក្រោយពួកហ្នឹងងាប់ទាំងអស់នៅតែម្នាក់ស្រីហ្នឹងដុតម្ចាស់ព្រះអង្គម្ចាស់ហ្នឹងទៅពួកវាលាយអត់ទៅអស់ហើយហ្នឹងហើយនេះសល់ពួកគេហៅថាពួករាយរងចឹងទៅសុំបរថាកុំសម្លាប់ពួកវាអីចឹងទៅទុកពួកវានៅរួយហើយម្នាក់ស្រីនេះនាំប្អូនស្រីខ្លួនឯងចេញទៅបីគ្នាចេញចឹងទៅប៉ុន្តែឆ្លាតដែរគេទុកកាត់ស្បែកជ្រូកនឹងសរសេរឈ្មោះប្អូនស្រីវាកុំឲ្យលាយចឹងទៅគ្រាន់សរសេរឲ្យប្អូនស្រីវារស់ឡើងវិញទៅហ្នឹងវាដូចជារឿងអបិយជំនឿអញ្ចឹងតែ make sense ហ្នឹងពីអ្នកចុងក្រោយបានជួបគ្នាចឹងទៅហ្នឹងរឿងយើងមានតែប៉ុណ្្នឹងឯងចប់តែប៉ុណ្្នឹងឯង